sát đó nhôm tam đong nơi ở tầm miền đặt con lưu sầm đặt sầm ran tầm nhôm sầm ran po ban ba tàu bom ô bị chia po rọt dương tầm kia nhôm đó vừa đầm đa cắt tam đong nơi nước đó dương công trao sầm ran đẹp na nhôm đó đằng ngay đầm bay ởประเทศ dương sát tôi là dương rùm kia đằng ngay rùm kia tầm kia nhôm nè khai po sát ơi chui lại xe video này môi thò nhôm đó hỏi ban đó là đầm bị ba khai po sát ban khơi poជួយแชร์វីដេអូនេះផងទៅញាតិញោមណាព្រោះថានេះគឺជាគំរូដ៏ល្អសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នាបងបានកូនការនេះទៀតឲ្យញាតិញោមដែលមកទស្សនាកម្សាន្តក្រុមនេះខាងការយ៉ាងនោះបងប្អូនអើយចូលមកដល់ទឹកដីខេត្តពោធិ៍សាត់នេះញោមហើយស្អាតថ្លៃភ្នែកទេអារម្មណ៍តាក់បេះដូងទៅហ្មងបងគឺថាគោលភ្លើងហ្នឹងតែម្ដងញោមអើយស្អាតមែនតើឲ្យសរសើរដល់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ជាពិសេសមានអាដាមអភិបាលខេត្តញោមអាដាមខូឌីតាបងបានគិតគូររៀបចំផ្លែកហ្មងយកមើលដាក់គោលភ្លើងតាមកណ្ដាលទ្រង់ផ្លូវជាតិលេខ5នេះគាត់តែឈានជើងចូលខេត្តពោធិ៍សាត់មកគឺថាតាក់បេះដូងហ្មងញោមបើចំពោះការយល់ឃើញរបស់ខ្មែរញោមពេលថ្ងៃមើលទៅវាស្អាតហ្មងផ្លែកភ្នែកថាមើលទៅខេត្តស៊ីវិល័យទំនើបអញ្ចឹងណាញោមព្រោះតែពេលយប់បានប្រយោជន៍ហ្នឹងគឺភ្លឺបងសម្រាប់ភ្លឺដល់បងប្អូនប្រជាពលរដ្ឋយើងញោមហើយអញ្ចឹងសូមសរសើរដល់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ទាំងមូលតែម្ដងញោមណាទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលរៀបចំខេត្តពោធិ៍សាត់ហើយចំណុចមួយទៀតហ្នឹងគឺគ្រាន់តែចូលមកដល់ខេត្តពោធិ៍សាត់គឺអីគេញោមអត់មានសម្រាមទេញោមអើយមើលតាមផ្លូវមានមួយថង់ទេស្អាតបងមិនតែចេះបញ្ចូលលើកជើងទេណាបងឃើញថាពិតគឺនិយាយពិតបងសរសើរនេះគឺការពិតបងអត់មានសម្រាមមានអីស្អាតហ្មងញោមចឹងញោមអ្នកខេត្តពោធិ៍សាត់អើយជួយ like share វីដេអូនេះមួយផងញោមណាឲ្យបានដល់អាដាមអភិបាលខេត្តពោធិ៍សាត់បានឃើញបងអស់គ្នាមើលវីដេអូនេះឲ្យ share ចែករំលែកទៅដើម្បីឲ្យតាមបណ្ដាខេត្តមួយចំនួនទៀតខ្មែរហ្នឹងយើងអាចដាក់បានដាក់តទៀតណាញោមព្រោះទៅវាប្រយោជន៍ច្រើនណាស់បើថាពេលថ្ងៃខ្មែរយល់ថាស្អាតមែនតើហើយបើថាពេលយប់វាបានភ្លឺសម្រាប់បងប្អូនជាពលរដ្ឋខ្មែរយើងក៏ធ្វើដំណើរហ្នឹងណាអត់សូវច្រាំងភ្លើងម៉ូតូឡានផ្សេងទៀតណាជុំណាហ្នឹងហើយហើយនេះគ្រាន់តែជាមតិលើកឡើងរបស់ខ្មែរទេក៏ត្រូវអីក៏ជាស្រ័យញោមទាំងអស់គ្នាហ្នឹងបានមើលវីដេអូនេះព្រមដួលពោធិ៍សាត់ត្រួយជីវិតស្នេហ៍រៀមស្មាំងម្លឹងដែរនៅតែប្រងរំដួលផ្កាមានគ្នាទៅហាសូមឆ្លើយឲ្យបងអរក្ដីណាញោមណាឃើញទេខេត្តពោធិ៍សាត់ណាញោមតាមដងផ្លូវអសិទ្ធមានដាក់កង់លូសម្រាប់ដាក់សម្រាមទាំងអស់ញោមអញ្ចឹងសូមចម្រើនពរបិណ្ឌបាតដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាញោមណាចម្រើនពរបិណ្ឌបាតដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាញោមណាធ្វើដំណើរកាត់តាមដងផ្លូវហ្នឹងណាយើងកុំចោលសម្រាមទេផ្នះញោមណាហ្នឹងហើយដើម្បីឲ្យប្រទេសជាតិយើងស្អាតតតែយើងរួមគ្នាហ្នឹងហើយរួមគ្នាទាំងអស់គ្នាញោមទៅប្រទេសយើងស្អាតហើយសង្ឃឹមថាខេត្តដទៃស្អាតតែមកអត់មានសម្រាមអីទេណាអូ